ច្រឡំច្រឡំច្រឡំបងខ្ញុំឆ្ងល់ខ្ញុំដើរទៅខ្ញុំឃើញ150ឡើងពេញហ្នឹងខ្ញុំមិនយល់ថាហេតុបានជាត្រូវបិទ150បងដឹងថាគ្នាយើងដឹងតាឆ្ងាយមិនដឹងមកអូច្រើនណាស់ច្រើនមែនតើអញ្ចឹងបងចង់ឲ្យស៊ីនិតដឹងណាអញ្ចឹងជាមូលហេតុដែលឃើញទៅណាក៏ឃើញ150អញ្ចឹងណាអូសួស្តីអ្នកទាំងអស់គ្នាគឺបងចង់ប្រាប់អ្នកទាំងអស់គ្នាថាបច្ចុប្បន្ននេះគឺក្រុមហ៊ុន Digital Divide Data កំពុងតែជ្រើសរើសបងចង់បញ្ជាក់បន្តិចអ្នកទាំងអស់គ្នាគឺយើងមិនមែនរើសប្រុសស្អាតស្រីស្អាតទេក៏ប៉ុន្តែគឺយើងត្រូវការជ្រើសរើសបុគ្គលិកបន្ថែមហើយនៅក្នុងនោះផងដែរបុគ្គលិកដែលខាងក្រុមហ៊ុនរបស់យើងត្រូវការទី1គឺពួកគាត់ចេះភាសាអង់គ្លេសបន្តិចបន្តួចក៏បានដែរទី2គឺគាត់ចេះប្រើប្រាស់កុំព្យូទ័រខ្លះៗនិងទី3អ្វីដែលសំខាន់នោះគឺពួកគាត់ត្រូវមាននៅក្រមសីលធម៌និងឥរិយាបថល្អដូច្នេះហើយបងប្អូនរងចាំអីទៀតដាក់បងភ្លេចបងប្រាប់ទៅមួយទៀតសម្រាប់បងប្អូនដែលដាក់ពាក្យមកធ្វើការនៅខាង DD គឺយើងធ្វើការទៅលើគម្រោងមួយដែលមានឈ្មោះថា Machine Learning ហើយសម្រាប់បងប្អូនដែលចង់ដាក់ពាក្យសូមបងប្អូនដាក់ពាក្យមក link ខាងលើនៅក្នុងវីដេអូនេះអរគុណបាយបាយ